ដៃនៃគ្រូគឺជាបន្ទុកវេទមន្តខួបកំណើតអញ្ចឹងកូននឹងកើនៅតែឃ្លានដដែលក៏ព្យាយាមធ្វើដំណើរទៅមុខទៀតសូមគោរពជម្រាបសួរមេដាបៃតាអ្នកអាណាព្យាបាលសិស្សសិស្សានុសិស្សទាំងអស់គ្នានាងខ្ញុំឈ្មោះកោយសំឡូតជាគ្រូបង្រៀនភាសាខ្មែរនៅសាលា Ideli អន្តរជាតិថ្ងៃនេះនាងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយខ្លាំងមែនទែនដែលបានលើកយករឿងនិទានខ្លីមួយដែលមានចំណងជើងថាកូននិងកើយកមកនិទានជូនកូនស្ដាប់និងទស្សនាកម្សាន្តមុននឹងចាប់ផ្ដើមចូលទៅដល់ការនិទានសាច់រឿងខ្លីអ្នកគ្រូនឹងមានបន្ទុកវេទមន្តមួយចង់បង្ហាញជូនកូនទាំងអស់គ្នាតែននេះណែនៅក្នុងដៃអ្នកគ្រូគឺជាបន្ទុកវេទមន្តអញ្ចឹងកូនចង់ដឹងអត់ថានៅក្នុងបន្ទុកវេទមន្តមានរូបអ្វីខ្លះតាស់ទៅមើលជាមួយអ្នកគ្រូទាំងអស់គ្នាចាកូនឃើញរូបអ្វីខ្លះនៅក្នុងបន្ទុកវេទមន្តរបស់អ្នកគ្រូក៏ចារូបខាងលើនេះគឺរូបអីគេនំខេកចាចានេះជារូបអ្វីសត្វមេអំបៅចាចារូបកណ្ដាលនេះគុណសត្វទន្សាយចានៅខាងក្រោយគេនេះគឺសត្វជ្រូកអូខេអញ្ចឹងគេតែងតែញ៉ាំនំខេកនៅពេលណាគុណនៅពេលដែលមានកម្មវិធីខួបកំណើតអញ្ចឹងកូនចង់ឲ្យសត្វទាំង3ហ្នឹងខួបកំណើតសត្វមួយណាមុនចាអញ្ចឹងចង់ឲ្យសត្វមួយណាមុនគុណសត្វមេអំបៅមែនឬក៏សត្វទន្សាយឬសត្វជ្រូកចាសត្វជ្រូកណាអូខេអញ្ចឹងអ្នកគ្រូនឹងធ្វើ birthday ឲ្យសត្វជ្រូកមុនគេតោះអញ្ចឹងជួយច្រៀងអ្នកគ្រូទាំងអស់គ្នាគុណ Happy birthday to you Happy birthday to you Happy birthday Happy birthday Happy birthday to សត្វជ្រូកអូខេកូនឃើញសត្វជ្រូកនៅកណ្ដាលអត់កូនអូអញ្ចឹងមានសត្វជ្រូកហ្នឹងគឺជា birthday នៅថ្ងៃហ្នឹងហើយចាអញ្ចឹងបន្ទាប់ពីសត្វជ្រូកតើកូនចង់ឲ្យសត្វមួយណានៅ birthday នៅថ្ងៃហ្នឹងទៀតកូនអូខេសត្វទន្សាយណោះចាតោះឥឡូវយើងទៅធ្វើ birthday ឲ្យសត្វទន្សាយទាំងអស់គ្នាអញ្ចឹងចាំច្រៀងបទចម្រៀងខួបកំណើតជាមួយអ្នកគ្រូណា Happy birthday to you Happy birthday Happy birthday Happy birthday to សត្វអីកូនសត្វទន្សាយអូខេអញ្ចឹងសត្វទន្សាយគឺមានថ្ងៃខួបកំណើតនៅថ្ងៃនឹកដូចសត្វជ្រូកដែរចាំបន្តទៀតគឺមេអំបៅតោះឥឡូវយើងទៅធ្វើ birthday ឲ្យមេអំបៅបន្តទៀត Happy birthday to you Happy birthday Happy birthday Happy birthday to មេអំបៅអូខេចឹងនៅសត្វអីគេមួយទៀតដែលអត់ទាន់មាន birthday គឺសត្វដង្កូវតោះឥឡូវទៅច្រៀងជាមួយអ្នកគ្រូទាំងអស់គ្នា Happy birthday to you Happy birthday to you Happy birthday Happy birthday Happy birthday to ដង្កូវអត់មានចឹងដង្កូវរត់ទៅណាបាត់ហើយក៏ដង្កូវរត់ទៅណាអត់ទេឥឡូវសុំម្ដងទៀតដង្កូវរត់បាត់ហើយដោយសារភ័យពេកឬក៏រំភើបពេកដល់ថ្ងៃ birthday តោះឥឡូវបិទជាមួយអ្នកគ្រូហើយទៅច្រៀងថ្ងៃបទ birthday ឲ្យដង្កូវម្ដងទៀតលោកដង្កូវមកវិញ Happy birthday to you Happy birthday Happy birthday Happy birthday to ដង្កូវមិនចឹងមិនមកសត្វជ្រូកវិញចឹងមិនសត្វដង្កូវអត់ព្រមញ៉ាំនំខេកចឹងដោយសារតែថ្ងៃនេះអ្នកគ្រូមានរឿងនិទានខ្លីមួយដែលនិទានអំពីកូនដង្កូវតោះអញ្ចឹងកូនទៅស្ដាប់រឿងនិទានខ្លីជាមួយអ្នកគ្រូទាំងអស់គ្នានៅវេលាយប់មួយមានព្រះច័ន្ទបញ្ចេញពន្លឺរស្មីភ្លឺត្រចង់មនុស្សសត្វទាំងឡាយនាំគ្នាគេងលង់លក់យ៉ាងស្កប់ស្កល់ថ្ងៃថ្មីក៏បានចូលមកដល់ព្រះអាទិត្យរះជះពន្លឺរស្មីភ្លឺចិញ្ចាចចិញ្ចែងនៅពេលនោះស្រាប់តែមានកូនដង្កូវតូចមួយដែលបានវាកំពុងតែវានៅលើស្លឹកឈើវាកើមដោយសេចក្តីស្រេកឃ្លានតើកូនដង្កូវត្រូវធ្វើដំណើរទៅណាគឺត្រូវធ្វើដំណើរដើម្បីទៅរកចំណីចាកូនដង្កូវក៏បានធ្វើដំណើរវាយឺតកើមរហូតទៅបានជួបជាមួយនឹងផ្លែក្រូចមួយផ្លែចាកូនដង្កូវពេលដែលឃើញផ្លែក្រូចចាគឺមានអារម្មណ៍សប្បាយចិត្តមែនតើព្រោះកំពុងតែឃ្លានផងក៏បានញ៉ាំផ្លែក្រូចនោះញ៉ាំអស់ផ្លែក្រូចចំនួន1ផ្លែតែកូនដង្កូវ
nơi tại khá liên là đai có chi dâm thơ đầm nà tơ một tiệt Vía cơm rồi hốt ban từ chụp chỉ mùi nâng plai xoay chùm nuôn pi plai xoay chà tùm mơ tới ngành đàn hai chân cô nâng cớ có khăm prăng vía từ một tiệt nhâm chân cô nâng cớ nhâm plai xoay tùm nú chùm nuôn pi plai cô nâng cớ nơi tay bần to thôi đầm ná đầm bấy xoay rọc chùm nấy bần thèm tiệt đòi xa tái vì mình toàn chạy xa nơi bê đài vì cùng tung tại vì cơm có ban tới chụp nâng bần lai để miền poa bài tòng xa nó cứ broccoli chàng chẳng nơi bê để khơi broccoli miền poa bài tòng chẳng ôi cô nâng cớ khá liên mình tên có ban nhắm broccoli chà chùm nuốn bay đồng mà khề nhâm to tại ác miên xa xông bay tại mùi nơi bê đại chi nơi bê đại vía chà nhâm broccoli bay đồng nụ hỏi nơi tại clean tiệt ôi clean khăn nè chẳng cô nâng cớ có ban chi diếm chà vía cơm rồi hốt ban tại chua cho mùi nâng plai thở nụ cứ chà plai ấy đây mình qua cả hòm này con plai strawberry chẳng nơi bê đại khơi plai strawberry chùm luôn mẹ muối bí bấy buồn ok plai strawberry chùm luôn buồn plai nơi bê nụ cô nâng cơi mình bằng ăn du tê có bán vía từ nhằm plai strawberry nụ nhằm rồi hô toa tái plai strawberry chùm luôn buồn plai nụ phân tay ngồi thì đây hai đây bẩn nơi tại clean tiền trắng trong có vía thôi đầm nào bẩn to từ một tiệt cô nâng cờ vía cơm căn tại lươn chiêng môn trà có ban tới chuột chiều mùi nâng plai cái cốt plai kế cứ plai mông khốt ok plai mông khốt min chùm nôn con màn plai cốt ok rộp chiều mùi nè cửu nè mùi bí bấy buồn plai ok sẵn không thả plai mong khốt trong nôn pram plai ní nâng thua ai cô nâng cớ bắt clean chân cô nâng cớ có chắp đam nhâm plai mong khốt trong nôn pram plai nhâm rồi hô to tái plai mong khốt trong nôn pram plai nụ cô nâng cớ sẽ ai đặt cốt tê cứ mình toán sai tê chân cô nâng cớ nơi tại thơ đầm nào tới một tiệt nơi bê đại việt thơ đầm nào bán ngày bần tết có ban chuộc cho mùi nâng ha để mình ru chiết em nhanh chỉ trao nồi sao tại ha đá cô nâng cớ cho chất miền này kê khang con miền bột chà miền ấy tiết ở lắc miền ấy tiết miền cà rem miền chocolate miền plai pom nâng cóครวดនៅពេលដែលឃើញអាហារឆ្ងាញ់ទាំងអស់នោះហើយកូនដង្កូវមិននៅស្ងៀមទេចាវាញ៉ាំផ្លែអាហារទាំងអស់នោះដោយសប្បាយរីករាយកូនដង្កូវញ៉ាំពោតញ៉ាំអឺឡឹកញ៉ាំការ៉េមញ៉ាំសូកូឡាញ៉ាំផ្លែប៉ោមញ៉ាំស្ករគ្រាប់ញ៉ាំរហូតតតែនៅពេលដែលកូនដង្កូវញ៉ាំអាហារទាំងអស់នោះភ្លាមហើយកូនដង្កូវមានអារម្មណ៍ថាអូយឈឺពោះខ្លាំងណាស់ចុកពោះណាស់អញ្ចឹងនៅពេលនោះកូនដង្កូវក៏ធ្វើដំណើរទៅមន្ទីរពេទ្យដើម្បីឲ្យគ្រូពេទ្យពិនិត្យនៅពេលដែលទៅដល់មន្ទីរពេទ្យគ្រូពេទ្យបានឲ្យថ្នាំមួយគ្រាប់មកកូនដង្កូវញ៉ាំហើយកូនដង្កូវក៏បានញ៉ាំថ្នាំនោះកូនដង្កូវញ៉ាំថ្នាំនោះអស់ហើយស្រាប់តែកូនដង្កូវប្រែរូបរាងថ្មីคล้ายទៅជាដង្កូវអីគេគាត់ធំជាងមុនចាអញ្ចឹងដោយសារតែអាហារនៅក្នុងខ្លួនរបស់វាញ៉ាំច្រើនពេកទៅបានធ្វើឲ្យកូនដង្កូវប្រែរូបរាងคล้ายទៅជាដង្កូវធំជាងមុននៅពេលដែលចាដង្កូវធំបែបនេះវាធ្ងន់ធាត់ចឹងធ្វើដំណើរអត់ចង់រួចទេវាក៏បានធ្វើដំណើរទៅសម្បុករបស់វាវិញចាអញ្ចឹងធ្វើដំណើរទៅដល់សម្បុកហើយកូនដង្កូវក៏បានគេងចាសំងំនៅក្នុងសម្បុកនោះរយៈពេល1សប្តាហ៍ចា1សប្តាហ៍មានប៉ុន្មានថ្ងៃដែរគាត់គឺមានចំនួន7ថ្ងៃអញ្ចឹងកូនដង្កូវត្រូវសំងំនៅក្នុងសម្បុករបស់វាចំនួន7ថ្ងៃចឹងនៅពេលដែលថ្ងៃទី7មកដល់កូនដង្កូវក៏ប្រែคล้ายទៅជាអ្វីកូន
ប្រែคล้ายទៅជាសត្វមេអំបៅចាមេអំបៅនេះស្អាតឯកូនអូយស្អាតមែនតើមានស្លាបអាចហោះហើរបានចាចឹងកូនដង្កូវនឹងคล้ายទៅជាសត្វមេអំបៅដ៏សែនស្អាតមួយបានហោះហើរលេងនៅក្នុងសួនផ្កាដែលមានផ្កាចម្រុះពណ៌ជាច្រើនចាអញ្ចឹងរឿងនិទានខ្លីដែលអ្នកគ្រូបានលើកយកមកបង្ហាញជូនកូនៗនៅក្នុងថ្ងៃនេះក៏បានឈានមកដល់ទីបញ្ចប់យ៉ាងណាដែរកូនក្រោយពីបានស្ដាប់ការបង្ហាញរឿងនិទានខ្លីមួយដែលមានចំណងជើងថាកូនដង្កូវរួចមកតើកូនមានអារម្មណ៍យ៉ាងណាដែរចូលចិត្តរឿងនឹងអត់កូនចាប៉ុន្តែអ្នកគ្រូមានចម្ងល់មួយហេតុអីបានជាកូនដង្កូវនឹងញ៉ាំអាហារច្រើនទៅជាចុកពោះវិញកូនគឺដោយសារតែកូនដង្កូវញ៉ាំអាហារដែលមានរសជាតិផ្អែមច្រើនពេកជាមូលហេតុនាំឲ្យកូនដង្កូវឈឺពោះអញ្ចឹងកូនគប្បីគួរញ៉ាំអាហារបែបណាក៏ដើម្បីឲ្យយើងមានសុខភាពល្អចាគឺញ៉ាំអាហារណាដែលមានរសជាតិសាបល្មមកុំផ្អែមខ្លាំងពេកកុំប្រៃខ្លាំងពេកចាគឺដើម្បីជួយឲ្យយើងមានសុខភាពល្អរាងកាយមាំមួនអត់មានជំងឺឈឺពោះដូចជាសត្វដង្កូវទេចាជាទីបញ្ចប់នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មាតាបិតាអ្នកអាណាព្យាបាលសិស្សានុសិស្សទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានស្ដាប់រឿងនិទានខ្លីរបស់នាងខ្ញុំតាំងពីដើមដល់ចប់ហើយសូមបន្តិចទៀតសម្រាប់បងប្អូនសិស្សានុសិស្សសូមជួយ like subscribe Channel YouTube របស់សាលា Idly អន្តរជាតិដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀតសូមអរគុណសូមជម្រាបលា Idly អន្តរភាសាជាឈ្មោះសាលាសិក្សា3សិន